សួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះមកផ្សារបងប្អូនហើយត្រីឃើញច្រើនមែនតើបើដើរចូលផ្សារទៅក៏មិនដឹងថាស្លោអីបងប្អូនអើយអញ្ចឹងមកតូបត្រីនេះចង់ស្ងោរជ្រក់ត្រីម្ដងហើយថ្ងៃនេះគិតថារត់ត្រីមើលទៅឃើញមានត្រីនេះត្រីឆ្កែងបានត្រីឆ្កែងមកយកមកស្ងោរជ្រក់បងប្អូនហើយស្ងោរជ្រក់បងប្អូនមានអីគឺគ្រឿងក្រៅយើងម្ដែងស្លឹកក្រូចបាទគល់ក្រីហើយខ្ញុំស្លោគឺដាក់អង្គដើម្បីយកជាតិបងប្អូនហើយត្រីនេះគឺយើងទឹកពុះហើយយើងចាប់ដើមដាក់ចូលបាទត្រីនឹង3ចូល1គីឡូបងប្អូនត្រីឆ្កែងធំដែរនឹងហើយត្រីឆ្កែងបើយើងអត់មិនកន់ទេវាឆ្អឹងហើយត្រីនេះគឺឆ្អឹងហើយយើងកន់វាយកមកស្ងោរជ្រក់បងប្អូនជាតិណាត្រីស្រៀងស្រស់ដែរហើយយើងប្រើមានទឹកត្រីអំបិលប៊ីចេងបើស្ករយើងដាក់តិចបានហើយយើងកុំសូវប្រើច្រើនពេកហ្នឹងហើយបងប្អូនហើយក៏មានជីមានក្រូចឆ្មាមានអីចឹងបងប្អូនហ្នឹងហើយដាក់ស្ងោរបងប្អូនត្រីនេះហើយសុទ្ធតែពងទៀតត្រីនេះបាទត្រីឆ្កែងពងឡើងពេញពោះបាទហើយរយៈនេះខ្ញុំអត់សូវបានផុសទេដោយសាររវល់ពេកហើយក៏ថ្ងៃនេះក៏យកត្រីឆ្កែងនេះមកស្ងោរជ្រក់បាទទៅផ្សារឃើញបងប្អូនត្រីនេះមើលទៅឃើញថាវាទំនងណាពងហើយសម្រាប់ត្រីឆ្កែងនេះក៏មិនសូវជាថ្លៃដែរបងប្អូនហ្នឹងហើយម្ហូបវាធូរថ្លៃដែរយើងយកមកញ៉ាំម្ដងម្កាលវាដាក់ឥឡូវយើងចាប់ដើមដាក់ជីដាក់អីបងប្អូនរយមកបាទភ្លក់ទៅគឺល្មមទៅថាយើងអាចទទួលយកបានហើយបងប្អូនណាជីដាក់មកមានដើមខ្ទឹមដើមអីជីហ្នឹងដួសដាក់ចានបងប្អូនអើយនេះត្រីឆ្កែងហុតទឹកមកបែកញើសជោកដាក់មកជាមួយបាយក្តៅបងប្អូនហើយត្រីនេះក៏យើងដួសមកក៏ដាក់មកមិននេះទេចានយើងមើលទៅឃើញតូចប៉ុន្តែធំដែរបងប្អូនហើយត្រីពីរហ្នឹងគឺដាក់មកល្មមមួយចានហើយយើងរយជីពីលើទៀតចំបាច់ក្រូចឆ្មាឲ្យអីមកថែមមកល្មមយើងហើយបងប្អូនចានហើយមកចូលរួមជួយខ្ញុំបាទទាំងអស់គ្នាស្ងោរជ្រក់ត្រីឆ្កែ